សម្រាប់គ្នាយើងដែល fan រឿង The Op ហើយជាធ្លាប់ឃើញផ្នែកបែបនេះឬក៏បែបនេះអូខេអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកគ្នាអំពីរបៀបនៃការធ្វើផ្នែកបែបហ្នឹងនៅក្នុង After Effects ជាមួយគ្នាអញ្ចឹងជំហានទី1យើងធ្វើការ track នៅលើផ្នែករបស់យើងទាំងសងខាងនឹងសិនមកអ្នកគ្នាអាចប្រើជាមួយនឹង track motion ក៏បានឬក៏ Mocha AE ក៏បានដែរយើងចូលទៅក្នុង Mocha របស់យើងបន្តមកទៀតអ្នកគ្នាធ្វើការ track នៅលើផ្នែករបស់យើងទាំងសងខាងនឹងមកអញ្ចឹងបន្ទាប់ពីយើង tracking ហើយយើងធ្វើការ save វាហើយយើងបិទជាមួយនឹង Mocha របស់យើងវិញមកចូលមកដល់ក្នុង After Effects យើងធ្វើការបង្កើតជាមួយនឹង node object របស់យើង2មកដាក់ឆ្វេងស្ដាំមកដើម្បីយើងធ្វើការ apply ជាមួយនឹង track data ដែលយើងបាន tracking នៅលើ Mocha AE របស់យើងណាបន្តមកទៀតយើងចូលទៅ Mocha AE របស់យើងវិញអញ្ចឹងយើងបើកកន្លែង track data យើងធ្វើការ apply ជាមួយនឹង track data របស់យើងចូលមកកាន់ null មកអញ្ចឹងខ្ញុំចុចពាក្យថា create track អញ្ចឹងខ្ញុំ select នៅលើ right នេះមុនហើយខ្ញុំចុច OK មកនៅកន្លែង export option ខ្ញុំដូរវាមក transform ហើយបន្តមកទៀតយើងធ្វើការ select ជាមួយនឹង null របស់យើងខ្ញុំយក right ដែរមកហើយយើងចុច apply អញ្ចឹង track data របស់យើងឥឡូវវាបាន apply ចូលមក null ខាងស្ដាំរបស់យើងហើយអញ្ចឹងអ្នកគ្នាធ្វើដដែលមកយើង apply ទៅខាងឆ្វេងម្ដងខ្ញុំចុច create ដដែលមកយើងដូរអានេះមក left វិញមកហើយអ្នកគ្នាចុច apply ម្ដងទៀតអូខេអញ្ចឹងនេះគឺជា track data ដែលយើងបាន apply ចូលមកកាន់ null របស់យើងអញ្ចឹងអ្វីអ្នកគ្នាត្រូវធ្វើបន្ទាប់យើងបង្កើតជាមួយនឹង solid ពណ៌ខ្មៅមួយមកហើយយើងបិទភ្នែកវាសិនហើយអ្នកគ្នាចូលមក pen tool របស់យើងដើម្បីយើង match ជាមួយនឹង solid របស់យើងណាបន្ទាប់ពីយើង match ហើយយើងធ្វើការបើកភ្នែកជាមួយនឹង solid របស់យើងវិញមកបន្តមកទៀតខ្ញុំបើកជាមួយនឹង mask feather របស់វាបន្តិចមកយើងចុច F ខ្ញុំតម្លើងវាបន្តិចមក and then ខ្ញុំចង់សូអាពណ៌អសនៅក្នុងកែវភ្នែករបស់យើងនេះអញ្ចឹងអានេះខ្ញុំអាចបិទភ្នែកវាសិនហើយខ្ញុំចូលទៅ ellipse tool ហើយយើងធ្វើការ mask នៅកន្លែងពណ៌អសនឹងបន្តិចមកយើងបើកភ្នែក solid របស់យើងវិញបន្តមកទៀតនៅកន្លែង mask ទី2ដែលយើង mask មិញហ្នឹងយើងដូរវាមក subtract មកអញ្ចឹងយើងនឹងបានបែបនេះប៉ុន្តែនៅពេលដែលយើង play មកវាអត់ track ជាប់ភ្នែករបស់យើងទេអញ្ចឹងនេះគ្រាន់តែទាញ parent and link របស់វាចូលមកកាន់ null left របស់យើងនេះមកអញ្ចឹងនៅពេលដែលយើង play មកវា track ជាប់ហើយអញ្ចឹងនៅផ្នែកខាងស្ដាំអ្នកគ្នាគ្រាន់តែធ្វើការ duplicate នៅលើ solid របស់យើងមកបន្តមកទៀតអ្នកគ្នាធ្វើការសេរីវាឲ្យត្រូវជាមួយនឹងផ្នែករបស់យើងហើយយើងទាញ parent and link របស់វាចូលមកកាន់ right មកអញ្ចឹងអានេះគឺជាលទ្ធផលដែលយើងបានធ្វើហើយមិញណាអញ្ចឹងបើអ្នកគ្នាចង់បានភ្នែកវាដូច zombie អ្នកគ្នាគ្រាន់តែទាញជាមួយនឹងរូបភាពរបស់យើងមកហើយអ្នកគ្នាធ្វើការ mask វាទៅតាមភ្នែករបស់យើងមក and then យើងធ្វើការទាញ parent and link របស់វាចូលទៅកាន់ភ្នែកខាងស្ដាំខាងឆ្វេងរបស់យើងអញ្ចឹងមកអូខេអញ្ចឹងមានរបស់យើងថ្ងៃនេះខ្ញុំមានប៉ុណ្ណឹងបើសិនជាគ្នាមានចម្ងល់ឬក៏បញ្ហាអីផ្សេងៗអាច comment នៅវីដេអូខាងក្រោមហើយយើងនឹងជួបគ្នានៅវីដេអូក្រោយ